មករកមុខសួរថាប្តីសួរថាតែមិនសក់ជ្រុះមិនចេះឈប់ជ្រុះតតាយកអាចយកអាសក់ជ្រុះហ្នឹងទៅធ្វើជាសក់ពាក់បានហើយប្តីថាអញ្ចឹងតែបានស្អីជ្រុះនេះមកមកមូលហេតុនេះទាញបោចសក់នេះនេះបោចសក់នេះបោចទៀតថាកូនបោចផងយើងនេះដេកឆ្អែតផងមកភ្នែកចិត្តពីតុយឯភ្នែកមានហើយរឿង stress រឿងផ្សេងផងនិយាយអាធ្វើហើយហ្នឹងមិនមែនអត់ stress ណា stress ដែរតែប៉ុន្តែវាមិនធ្វើម៉េចបញ្ហាជាកើតឡើងហើយយើងចេះដោះទៅកើតមួយថ្ងៃដោះមួយថ្ងៃកើតពីរថ្ងៃដោះពីរថ្ងៃទៅដោះថ្ងៃណាហើយថ្ងៃហ្នឹងទៅសក់ចេះជ្រួយទៅទៀតកៅហើយកុំឥឡូវកាត់តាំងពីមុនកូនកើតតែឥឡូវវិញហើយបងមក